អូនទាំងអស់គ្នានេះជាប្រភេទតង់ខ្មៅនិងតង់តៃមេឃ UV ចាអញ្ចឹងបងពីមុនមកធ្លាប់តែឃើញពណ៌ខ្មៅទេថ្ងៃនេះខ្ញុំលើកពណ៌ខ្មៅចាបង្ហាញពីផ្ទៃមេឃ UV ម្ដងបងប្អូនខ្លះក៏ថាអាផ្ទៃមេឃហ្នឹងឃើញគេប្រើតាមមួយឆ្នាំអីផុយអញ្ចឹងណាបងប្អូនសមាសធាតុនៃការផ្សំរបស់តង់មួយគឺខុសគ្នាអាស្រ័យទៅលើអ្នកទិញហ្នឹងចរចាជាមួយរោងចក្រឲ្យផលិតអញ្ចឹងបើបងធ្លាប់ប្រើពណ៌ផ្ទៃមេឃនេះផុយចាបងប្អូនមកសាកប្រើជាមួយនឹងតង់របស់ខ្ញុំម្ដងធានាថាប្រភេទសាច់លេខ1ចាអញ្ចឹងបងប្អូនងាយស្រួលក្នុងការសម្គាល់ទេប្រភេទសាច់តង់លេខ1តើគេសម្គាល់ទៅលើអីចាទី1នេះបងប្អូនមើលសាច់ខាងក្នុងរបស់វាគឺជាប្រភេទសាច់ដែលថ្លាចាអញ្ចឹងខ្ញុំឆ្កឹះព្យាយាមឆ្កឹះជូនបងប្អូនមើលចាជាប្រភេទសាច់លីឡង់ដែលថ្លាអញ្ចឹងពពួកអាថ្លានេះគឺសម្គាល់ឲ្យបានថាជាប្រភេទជឿលេខ1ដែលគេយកមកដើម្បីផលិតជាតង់នេះចាអញ្ចឹងបើសិនជាប្រភេទរបស់វាពឿរៀងល្អក់អានឹងមានន័យថាជាប្រភេទសាច់អន់ចាសាច់លេខ2លេខ3អីចឹងណាបងប្អូនចាអញ្ចឹងនេះបងប្អូនមើលតសៃរបស់វាយើងមើលនឹងទូរស័ព្ទអញ្ចឹងបងប្អូនមើលអត់ដឹងទេប៉ុន្តែបើសិនជាបងប្អូនយកផលិតផលពីរមកប្រៀបធៀបគ្នាបងប្អូននឹងអាចមើលដឹងឥឡូវនេះខ្ញុំយកអាសាច់ធម្មតាជូនបងប្អូនមួយចាអញ្ចឹងបើយើងមើលចេះប្រហែលគ្នាតែភាពថ្លារបស់វាខុសគ្នាបងប្អូនអាថ្លៃគឺសាច់ថ្លាខ្យងអាធំថ្លៃគឺសាច់របស់វាល្អចាមើលឃើញច្បាស់អត់កម្លាំងមើលដឹងអត់ដឹងអាថ្លានិងអាល្អអត់ហ្នឹងហើយអញ្ចឹងបងដែលចង់ទិញចាសំដៅទៅលើគុណភាពអីវ៉ាន់យើងអត់សំដៅលើពឿឯណាបងប្អូនអញ្ចឹងមានបងប្អូនខ្លះគាត់ថាតិចលើអាផ្ទៃមេឃនេះអន់ជាងពណ៌ខ្មៅទៅដឹងខ្ញុំធានាជូនបងប្អូនព្រោះខ្ញុំផលិតមកនេះគឺរោងចក្រតែមួយគុណភាពដូចគ្នាអញ្ចឹងបងប្អូនមើលអាខ្មៅតិចមកណាចាចាំបានពណ៌ណាក៏បានតម្លៃដូចគ្នាគាត់ថាមានបងប្អូនខ្លះស្រឡាញ់ពណ៌ផ្ទៃមេឃតែហ៊ានយកដោយសារគាត់ខ្លាចគុណភាពអញ្ចឹងអាខ្មៅនេះគឺសាច់ដូចគ្នាទៀតចានេះបងប្អូនមើលណានិយាយទៅពិបាកហែកដោយសាររបស់ល្អវាអត់សូវពិបាកអត់សូវងាយស្រួលទាញនេះបងប្អូនឃើញខ្សែរបស់វានេះគឺពណ៌ថ្លាទាំងអស់ចាអញ្ចឹងកន្លែងនេះគឺបញ្ជាក់ថាសាច់លេខ1អញ្ចឹងបងដែលមានតម្រូវការធ្វើស្រះទឹកចាបាំងដបូលក្របឡានកុំភ្លេចធ្វើការតំណតំណងខាងខ្ញុំកាត់អ៊ុតជូនភ្លាមតាមទំហំដែលបងប្អូនត្រូវការគ្រប់ខ្នាតតែម្ដងអរគុណច្រើនជម្រាបលា